មុនដំបូងថាគ្រាន់តែដាំដើម្បីសบายចិត្តទេចូលនិវត្តន៍ទៅសบายចិត្តធ្វើអីធ្វើហ្នឹងប៉ុន្តែអាយដាមការដិតអបញ្ញរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោកផ្ដល់កិត្តិយសដល់អ្នកចេះដឹងលោកក៏ហៅទៅធ្វើការដល់ចូលនិវត្តន៍អញ្ចឹងលោកបានឲ្យខ្ញុំទៅធ្វើការដល់ត្រឡប់ទៅធ្វើការវិញកន្លែងនេះមិនត្រឹមតែជាកន្លែងចូលនិវត្តន៍ទេក៏ជាកន្លែងជួយបន្ធូរអារម្មណ៍ភាពតានតឹងផងដែរការចូលនិវត្តន៍គឺជារឿងដែលមនុស្សគ្រប់រូបគួរគិតពិចារណាថាតើគួរធ្វើដូចម្តេចដើម្បីទទួលបានការចូលនិវត្តន៍ប្រកបដោយផាសុកភាពភាពសប្បាយរីករាយនិងមានស្តង់ដារជីវិតក្រោយចូលនិវត្តន៍វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀបចំផែនការទុកជាមុនហើយដើម្បីឲ្យជីវិតក្រោយចូលនិវត្តន៍មានភាពស្រស់បំព្រងនេះហើយទើបអាយដាមពោចសភ័ណ្ឌអតីតបុគ្គលិកអង្គការអន្តរជាតិនិងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងយុតិធធដែលបច្ចុប្បន្នមានវ័យជាង60ឆ្នាំទៅហើយនោះបានសម្រេចចិត្តរើលំនៅឋានចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ចាមដើម្បីប្រើប្រាស់ពេលវេលាចូលនិវត្តន៍របស់ឯកឧត្តមជាមួយនឹងធម្មជាតិដោយសារតែភាពរួសរាយរាក់ទាក់និងមិនប្រកាន់របស់ឯកឧត្តមកសិកម្ម360សូមហៅគាត់ថាលោកពូសុភ័ណ្ឌលោកពូសុភ័ណ្ឌមានដីស្រែទំហំជាង80អាលោកពូបានយកដីស្រែនេះមកច្នៃចាក់បំពេញសាងសង់ផ្ទះបែបបុរាណមួយនិងជុំវិញផ្ទះមានដំណាំចម្រុះស្ទើរគ្រប់មុខឲ្យคล้ายទៅជាផ្ទះចម្ការដ៏ស្រស់បំព្រងចូលនិវត្តន៍ហើយនាំពីអ្នកតាយាយមកនៅនេះអាយុរៀងច្រើនមកនៅនេះធ្វើជាការចម្រុះហើយមានដំណាំមានភោគផលខ្ញុំដាំបន្លែសុវត្ថិភាពអីផងខ្ញុំដាំដូងក្អូបអាមួយជួរហ្នឹងដូងក្អូបអាខាងនោះគេហៅដូងខៀវដូងស្លឹកតើយសរុបទាំងអស់130ដើមស្វាយប្រហែលជាខ្ទង់20ដើមខ្ញុំដាំស្វាយកែវរមៀតស្វាយខ្មែរយើងហ្នឹងហើយនឹងដាំស្វាយថៃហើយខាងអីផ្ទះនោះជុំវិញផ្ទះខ្ញុំដាំស្វាយគេហៅស្វាយតៃវ៉ាន់ស្វាយប៉មយើងមានព្រីងមានដើមនាងនួនដើមបេងហើយនឹងកញ្ញូងហើយនឹងធ្នង់សរុបទៅប្រហែលជាខ្ទង់70-60ដើមខ្ញុំដាំធ្វើលបងមិនមែនដាំដើម្បីលក់ទេអត់មានគំនិតថាងមកធ្វើចការហ្នឹងធ្វើជាពាណិជ្ជកម្មអីកសិកម្មពាណិជ្ជកម្មអីលក់ទេមួយលំហែពេលចាស់ទៅរកខ្លួនឯងអ្នកស្រែពីមុនមកទី2ថាបានភោគផលហ្នឹងចែកបងប្អូនអីអញ្ចឹងមកទល់សប្តាហ៍ថ្ងៃតំណាំទាំងអស់នេះអត់ទាន់បានលក់ទេអត់ទាន់មានគំនិតលក់ដែរក្រៅពីការដាំដំណាំហើយការចិញ្ចឹមត្រីក៏ត្រូវបានគិតគូរផងដែរព្រោះលោកពូចង់ឲ្យផ្ទះរបស់លោកคล้ายជាផ្ទះចម្ការដែលសម្បូរបែបទាំងដំណាំនិងការចិញ្ចឹមសត្វបន្លែនេះបើយើងនិយាយពីប្រវែងបើនិយាយពីទទឹងចូល6ម៉ែត្រហើយបើប្រវែងជុំវិញចការនេះខ្ញុំឲ្យគេជីកបន្លែជំនាន់នោះវា300ម៉ែត្រជុំវិញនេះវាចូល300ម៉ែត្របន្លែហើយនឹងស្រះនេះវាខ្ទង់20គុណ10អញ្ចឹងជាជាងថាគ្រាន់តែប្រើប្រាស់ទឹកស្រោចដំណាំវាខាតអញ្ចឹងនៅស្រុកខ្ញុំនេះនៅស្រុកកាធាយនេះឃុំតាំងក្រាងនេះប្រជាពលរដ្ឋនៅទីនេះគេចូលចិត្តចិញ្ចឹមត្រីលក់គឺត្រីប្រាអញ្ចឹងគេចិញ្ចឹមត្រីប្រាប៉ុន្តែខ្ញុំធ្វើផ្សេងខុសពីអ្នកចិញ្ចឹមផ្នែកអាជីវកម្មខ្ញុំចិញ្ចឹមបែបធម្មជាតិដែលអត់ឲ្យចំណីទេដោយសារយើងមានបន្លែពេលភ្លៀងមកទឹកពេញបន្លែពេញស្រះប៉ុន្តែយើងដោយសារថាយើងធ្វើពេលជំនាន់កូវីដអញ្ចឹងចេញទៅណាអត់បានអញ្ចឹងនៅនេះយើងបូមប្រើម៉ូទ័របូមខ្លួនឯងយើងតភ្លើងអគ្គិសនីរដ្ឋដល់ឥឡូវនេះខ្ញុំតឡើងសូឡាណាអញ្ចឹងយកខ្ញុំមាន2សូឡានេះសូឡា4-6ផ្ទាំងនេះសម្រាប់តំណក់ទឹកអញ្ចឹងតំណក់ទឹកនេះយើងប្រើបានតែពេលថ្ងៃទេយប់ប្រើបានអញ្ចឹងចាប់ដើមម៉ោង9ទៅគឺខ្ញុំបើកតំណក់ទឹកប្រចាំបូមចេញពីនេះសម្រាប់ប្រើប្រាស់ភ្លើងក្នុងផ្ទះហើយនឹងបូមទឹកចេញពីដងខ្ញុំមានសូឡាមក6ផ្ទាំងទៀតអានោះមានអាគុយសម្រាប់យើងប្រើភ្លឺពេលយប់អីហើយនៅនេះអត់បាច់មានខ្ញុំអត់ប្រើម៉ាស៊ីនត្រជាក់អីទេព្រោះខ្យល់អាកាសធាតុត្រជាក់ល្អមិនត្រឹមតែជាផ្ទះចម្ការប៉ុណ្ណោះនោះទេពេលខ្លះលោកពូសុភ័ណ្ឌនិងក្រុមការងារបានយកទីនេះធ្វើជាកន្លែងធ្វើការងារប្រកបដោយផាសុកភាពថែមទៀតផងនេះកន្លែងបំបត្តិ stress ខ្ញុំការងារដោះស្រាយវិវាទរៀងមាន stress បន្តិចដោយសារថាការដោះស្រាយវិវាទធំមួយចំនួនដែលយើងត្រូវការគិតគូរអញ្ចឹងយើងអារម្មណ៍យើងដក់ទៅលើរឿងវិវាទអញ្ចឹងធ្វើឲ្យអារម្មណ៍ stress អញ្ចឹងជានិច្ចកាលពេលខ្ញុំត្រឡប់មកពីធ្វើការខ្ញុំដោះខោអាវរួចខ្ញុំចូលរោងនេះ
មកផ្ដោតអារម្មណ៍លើទីនេះចឹងយើងបំភ្លេចការងារមួយចំនួន stress មួយចំនួននៅកន្លែងធ្វើការទៅវាជួយយើងបានច្រើនជីវិតនៅស្រុកស្រែនេះនៅចំការនេះខ្ញុំថាផ្ទះចការខ្ញុំនេះខ្ញុំមានអារម្មណ៍ជ្រះថ្លាច្រើនការគិតគូរពីការងារអីរៀងជ្រះស្រឡះជាងការរស់នៅទីក្រុងយើងរស់នៅទីក្រុងយើងផ្ទះយើងមិនមែនជាផ្ទះធំយើងផ្ទះល្វែងទូចនៅចិត្តទីប្រជុំជនហើយរំខានអាកាសធាតុក៏មិនល្អបរិយាកាសអីមិនសូវជាល្អហើយណាមួយយើងចេញតែពីកន្លែងធ្វើការចូលផ្ទះមានន័យថាចូលក្នុងផ្ទះតែម្ដងនៅភ្នំពេញអញ្ចឹងវាអត់មានបានបញ្ចេញកម្លាំងឬក៏អីពលកម្មអីបានអីសពគ្រប់ទេប៉ុន្តែមកទីនេះខ្ញុំមានការងារធ្វើបរិយាកាសក៏ល្អអាកាសធាតុណាអុកស៊ីហ្សែនច្រើននៅទីនេះដើមឈើព័ទ្ធជុំវិញត្រជាក់យើងអត់បាច់ប្រើម៉ាស៊ីនត្រជាក់អត់បាច់ប្រើអីទេជាការពិតណាស់បំណងប្រាថ្នានៃជីវិតចូលនិវត្តន៍របស់មនុស្សម្នាក់ៗមានភាពខុសគ្នាប៉ុន្តែអ្វីដែលដូចគ្នានោះគឺចង់បានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តរបៀបនៃការរៀបចំជីវិតចូលនិវត្តន៍របស់លោកពូសោភ័ណ្ឌនឹងក្លាយជាគំរូមួយដែលនឹងធ្វើឲ្យប្រិយមិត្តអ្នកទស្សនាចាប់ផ្ដើមគិតគូរពីផែនការចូលនិវត្តន៍របស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យជីវិតដែលនៅសេសសល់ប្រកបដោយភាពរីករាយ